ខ្ញុំទទួលបានសំណួរមួយគេថាម្ចាស់បំណុលនិងកូនបំណុលបានបង្កើតកិច្ចសន្យាខ្ចីប្រាក់មួយដែលមានប្រាក់ដើម$2,500អាមេរិកហើយនៅពេលខ្ចីប្រាក់ហ្នឹងគូភាគីបានកំណត់ការប្រាក់មក$100ក្នុងមួយខែហើយបានបង់ក្នុងរយៈពេល2ឆ្នាំកន្លះហើយអញ្ចឹងខ្ញុំគេសួរថាតើការហើយអង្គហេតុមួយទៀតគឺថាគោលបំណុលសុំសងប្រាក់ដើមត្រឹមតែ$1,500ទេដោយសារបង់ការប្រាក់ច្រើននឹងយូរឆ្នាំហើយតែម្ចាស់បំណុលមិនព្រមទេមកខ្ញុំមកគណនាតាមផ្លូវច្បាប់ជូននេះណាបាទពីព្រោះនៅក្នុងច្បាប់ត្រង់បញ្ញត្តិមាត្រា585នៃក្រមរដ្ឋល្វីនីចែងថាបើការប្រាក់លើសពីអត្រាការប្រាក់ដែលច្បាប់បានកម្រិតភាគដែលលើសនឹងចាត់ទុកជាមុខខៈហើយប្រាក់ដែលបង់លើសទៅម្ចាស់បំណុលត្រូវកាត់ប្រាក់ដើមបាទអញ្ចឹងខ្ញុំគណនាជូនមើលណាប្រាក់ដើមនេះ$2,500អាមេរិកព្រមព្រៀងគឺ$100ក្នុងមួយខែលើការប្រាក់ប៉ុន្តែបើសិនយើងងាកមកមើលការប្រាក់ស្របច្បាប់នេះគឺត្រឹមតែ$37.50ទេអញ្ចឹងមានន័យថាការប្រាក់ដែលលើសពីច្បាប់កម្រិតត្រូវទុកមុខខៈហ្នឹងគឺ$62.50អញ្ចឹងបើសិនជាគាត់សងមួយខែ$100រយៈពេល2ឆ្នាំកន្លះគុណនឹង28ខែវាស្មើនឹង$2,800ហើយរយៈពេល28ខែឬក៏2ឆ្នាំកន្លះនេះគិតការប្រាក់តាមផ្លូវច្បាប់មានតែ$1,050ទេដូច្នេះយើងអាចរកឃើញថារយៈពេល28ខែការប្រាក់ខុសច្បាប់ដែលបានបង់លើសទៅនឹងគឺ$1,750ខ្ញុំបញ្ជាក់ម្ដងទៀតមាត្រា585នៃក្រមរដ្ឋប្រវេណីចែងថាបើភាគនៃលើសត្រូវយកមកកាត់ប្រាក់ដើមអញ្ចឹងយើងយក$2,500ដក$1,750ដែលជាការប្រាក់ខុសច្បាប់ដែលត្រូវបានទុកមុខខៈយកមកកាត់ប្រាក់ដើមគឺនៅសល់ប្រាក់ដើមត្រឹមតែ$750អាមេរិកតែប៉ុណ្ណោះ